robot ជំនាញដែលអ្នកនរស្ដាប់ហើយគឺថាលុយឲ្យអស់ចាគឺឆ្លងកាត់3ដំណាក់កាលនេះអញ្ចឹងដំណាក់កាលទី1 idea ដំណាក់កាលទី2 mood ដំណាក់កាលទី3 form of structure អញ្ចឹងទី1 idea អញ្ចឹង idea ហ្នឹងវាមាន storytelling and emotional storytelling គឺសង្កត់ទៅលើរឿងរ៉ាវដែលយើងចង់ដាក់ចូលទៅក្នុង music របស់យើងហើយគេដឹងថានៅក្នុង music របស់យើងហ្នឹងវាមានរឿងអញ្ចេះបែបអញ្ចេះដើម្បីឲ្យអ្នកស្ដាប់អ្នកមើលហ្នឹងគាត់យល់ហើយ emotional ហ្នឹងគឺយើងនិយាយអំពីអារម្មណ៍របស់យើងនៅក្នុងបទចម្រៀងមួយហ្នឹងថាពេលជួបរឿងរ៉ាវអញ្ចេះទៅអារម្មណ៍យើងបែបចេះឲ្យអ្នកស្ដាប់គាត់យល់ហើយដឹងពីអារម្មណ៍របស់យើងហើយពេលអ្នកនរគ្នាបាន idea ហើយអញ្ចឹង it's time to build mood នៃបទចម្រៀងរបស់យើងវាមានតិចមួយគឺតកតមួយ chord progression អញ្ចឹងនៅក្នុងហ្នឹងយើងត្រូវតែរើស chord progression ដែលវាស៊ីជាមួយនឹង idea របស់យើងហើយនឹង emotional ដែលយើងដាក់នៅក្នុងហ្នឹងអញ្ចឹងខ្ញុំមាន website នេះមួយ website នេះគឺគេប្រាប់ពី key របស់ music ថាវា vibe មិន vibe មិនឥឡូវខ្ញុំចូលមកមើលថាមួយណាវាស៊ីជាមួយនឹងសាច់រឿងហើយ feeling របស់ខ្ញុំ